Good morning អ្នកទាំងអស់គ្នាជួយខ្ញុំ share ពីស្មីអញ្ចឹងក្នុងវីដេអូថ្មីថ្ងៃនេះគឺខ្ញុំនឹងមកនិយាយតាក់ទងជាមួយនឹង marketing strategy marketing tip marketing principle មួយចំនួនដែលអ្នកទាំងអស់គ្នាអាចយកទៅ apply ដាក់នៅលើ dropshipping store អ្នកទាំងអស់គ្នាដើម្បីអាច generate បានជាមួយនឹង sale មួយចំនួនអូខេអញ្ចឹងគឺវីដេអូនេះគឺសំខាន់មែនតើអ្នកទាំងអស់គ្នា complete មើលឲ្យដល់ចប់ហើយបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បានចូលមើលជាមួយនឹងវីដេអូដែលខ្ញុំ share តាក់ទងជាមួយនឹងការ build ជាមួយនឹង store dropshipping រយៈពេល5ម៉ោងពេញនេះទេអ្នកទាំងអស់គ្នាចូលទៅ check ជាមួយនឹងវីដេអូមុននឹងវីដេអូនឹងមុនទៅដោយសារតែវីដេអូនឹងហើយនឹងវីដេអូមួយនោះគឺវា align គ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចូលទៅ check មើលវីដេអូនឹងសិនហើយចាំមកមើលជាមួយវីដេអូមួយនេះបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បានមើលជាមួយនឹងវីដេអូនោះចប់ទេអូខេអញ្ចឹងថ្ងៃនេះប្រហែលជាខុសប្លែកពីរាល់ដងដោយសាររាល់ដងខ្ញុំតែងតែថតវីដេអូឬក៏ធ្វើការអីផ្សេងៗនៅក្នុងបន្ទប់ខ្ញុំធ្វើការហ្នឹងបាទប៉ុន្តែថ្ងៃនេះគឺប្រហែលជាខ្ញុំអត់បាននៅក្នុងបន្ទប់ដែលខ្ញុំធ្វើការរាល់ថ្ងៃហ្នឹងទេបាទខ្ញុំអត់នៅបន្ទប់ធ្វើការខ្ញុំទេខ្ញុំប្រហែលជាទៅ outdoor ធ្វើជាមួយនឹង morning activity មួយចំនួនហើយខ្ញុំ share along the way ជាមួយគ្នាតែម្ដងដោយសារតែពេលព្រឹកអ្នកទាំងអស់គ្នាគឺខ្ញុំមានពេលតែពេលព្រឹកទេពេលព្រឹកគឺខ្ញុំមានពេលក្នុងការធ្វើជាមួយនឹង activity មួយចំនួនដើម្បីឲ្យ stay productive stay focus មួយថ្ងៃពេញហ្នឹងបាទអញ្ចឹងគឺខ្ញុំអាចទៅ gym ដើម្បីហាត់ប្រាណកណ្ដាលសិនដល់ទីទួចបាទខ្ញុំមានពេលទៅពេលល្ងាចទេអញ្ចឹងខ្ញុំទៅពេលព្រឹកអញ្ចឹងទៅបាទហើយពេលខ្លះទៅខ្ញុំក៏ទៅហែទឹកអីចឹងទៅបាទអញ្ចឹងថ្ងៃហ្នឹងយើងទៅហែទឹកបាទដោយសារតែសម័យទៅ gym ហើយរៀងឈឺស្ដុំបន្តិចដែរអញ្ចឹងទៅហែទឹកតិចទៅអូខេអញ្ចឹងមែនទេ gym វាមើលសល់អីទេគ្រាន់តែទៅដើម្បីឲ្យ stay productive stay focus អញ្ចឹងណាបាទអញ្ចឹងថ្ងៃហ្នឹងយើងទៅហែទឹកបាទហើយខ្ញុំនឹងធ្វើការ share ដល់អ្នកនរ along the way នៅកន្លែងហែទឹកហ្នឹងតាក់ទងជាមួយនឹង marketing strategy យើងទាំងអស់គ្នាបាទខ្ញុំទៅនៃទៅពេលព្រឹកហ្នឹងទេខ្ញុំឆ្លៀតថតវីដេអូជូនគ្នាយើងដោយសារតែខ្ញុំខានជាវីដេអូយូរបាទដោយសារតែពេលព្រឹកខ្ញុំអត់ធ្វើការទេគ្នាយើងពេលព្រឹកខ្ញុំអត់ធ្វើការទេខ្ញុំក៏ជា click student ម្នាក់ដែរអ្នកនរខ្ញុំនៅ last year របស់ខ្ញុំហីដោយសារឥឡូវខ្ញុំមានពេលព្រឹកហ្នឹងដោយសារតែbreak ណាអ្នកនរគ្នាអញ្ចឹងគឺខ្ញុំអាចមានពេលក្នុងការធ្វើជាមួយ morning activity មួយចំនួនប៉ុន្តែការងារគឺខ្ញុំអត់ធ្វើទេដាច់ខាតបាទនោះតែពេលចាប់ពីបាយថ្ងៃទៅខ្ញុំចាប់ដើមធ្វើការអញ្ចឹងទៅបាទខ្ញុំអត់សូវមានពេលថត design អ្នកនរគ្នាគឺខ្ញុំមានការងារក្រៅដូចគ្នាបាទការងារក្នុង online យើងធ្វើជាមួយនឹង dropshipping អញ្ចឹងទៅបាទការងារក្រៅខ្ញុំក៏ own ជាមួយនឹង small logistic company ដូចគ្នាហើយក៏ own a small បាទagency អ្នកនរ small agency តាក់ទងជាមួយនឹងការធ្វើជាមួយ website តាក់ទងធ្វើជាមួយនឹង video promotion advertising ផ្សេងៗអញ្ចឹងទៅបាទអញ្ចឹងគឺខ្ញុំមានការងារក្រៅដែរអញ្ចឹងហើយបាទខ្ញុំអត់សូវមានពេលថតចែកជូនគ្នាយើងអញ្ចឹងណាបាទខ្ញុំឆ្លៀតពេលឥឡូវនេះដោយសារតែវាអត់មានពេលឥឡូវឆ្លៀតពេលថតពេលព្រឹកហ្នឹងតែម្ដងទៅអត់ខ្វល់តែនៅណានេះថតសំខាន់ចេញវីដេអូជូនគ្នាយើងឲ្យគ្នាយើងបានមើលឲ្យគ្នាយើងបានដឹងទាំងអស់គ្នាតែម្ដងអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តដោយសារតែលពលខ្លាំងពេកអញ្ចឹងអត់សូវមានពេលថតបាទអញ្ចឹងខ្ញុំឆ្លៀតពេលអូខេអញ្ចឹងឥឡូវនេះយើងនឹងទៅទាំងអស់គ្នាហើយប្រហែលជាខ្ញុំ grab a coffee along the way ហើយខ្ញុំនឹងនិយាយជាមួយនឹងtip តាក់ទងជាមួយនឹងដែលខ្ញុំតែងតែ apply ទៅលើ new store របស់ខ្ញុំបាទហើយវាពិតជាសំខាន់ដែរសម្រាប់ beginner អូខេអញ្ចឹងចាំទីទៀតយើងទៅទិញកាហ្វេមួយកែវអីចឹងទៅហើយចាំយើងទៅកន្លែងហែទឹកហើយខ្ញុំនិយាយតាក់ទងជាមួយនឹងmarketing strategy របស់យើង Alright អ្នកនរគ្នាអញ្ចឹងឥឡូវយើង on the way to grab a coffee ហើយយើងទៅកន្លែងហែទឹកទាំងអស់គ្នាហើយចាំខ្ញុំនិយាយរៀបរាប់តាក់ទងជាមួយនឹង marketing tip along the way ទៅជាមួយគ្នាតាមដងឲ្យខានអ្នកនរគ្នាអូខេចាឥឡូវយើងចេញដំណើរទៅទាំងអស់គ្នាហើយខ្ញុំនិយាយបណ្ដាអញ្ចឹង content យើងគឺយើងមាន4បាទ content យើងគឺយើងមាន4អាហ្នឹងយើងនិយាយតាក់ទងជាមួយនឹងយើងនិយាយតាក់ទងជាមួយនឹង strategy video strategy យើងមានជាមួយនឹងplatform ហើយក៏ដូចជា source ដែលយើងត្រូវគេយកវីដេអូមកពីណាអីចឹងគឺខ្ញុំនឹង include នៅក្នុងហ្នឹងទាំងអស់តែម្ដងអូខេចាឥឡូវនេះយើងចេញដំណើរទាំងអស់គ្នាហើយខ្ញុំនិយាយបណ្ដាតែម្ដងអញ្ចឹងទី1គឺយើងនិយាយតាក់ទងជាមួយនឹង strategy អញ្ចឹង strategy ដែលខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាធ្វើគឺ strategy 6នៅលើ4បាទ6នៅលើ4អូខេអញ្ចឹង6លើ4នេះមានន័យថាអ្នកទាំងអស់គ្នាលក់អីវ៉ាន់ណាបាទតែ4ទេ6ទៀតគឺអ្នកទាំងអស់គ្នាធ្វើជាមួយនឹង content សម្រាប់ engage ជាមួយនឹង audience របស់យើងអញ្ចឹង content បែបណាដែលជា content ក្នុងការ engage ជាមួយនឹង audience របស់យើងហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការឥឡូវខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នាស្ដាប់មួយងាយស្រួលអ្នកទាំងអស់គ្នាដែលមើលជាមួយនឹងរឿងភាគអីមួយនៅក្នុងទូរទស្សន៍ហើយអ្នកទាំងអស់គ្នាជក់ខ្លាំងមែនតើដូចជាមើលរឿងឥណ្ឌាមើលអីចឹង
បាទយើងមើលជក់ខ្លាំងមែនតើហើយសក់ពាណិជ្ជកម្មបាទហើយពាណិជ្ជកម្មដងមិនមក plan ណាគឺយូរខ្លាំងមែនតើអញ្ចឹងគឺធុញបាទគឺយើងធុញខ្លាំងមែនតើអញ្ចឹងដូចគ្នាចឹងអត់ខុសអីជាមួយនឹងការលក់ទេបើសិនជាយើងរវល់តែលក់រវល់តែផុសរបស់របរលក់បាទ page របស់យើងបាទaccount social media យើងហ្នឹងបាទគឺយើងផុសលក់រហូតហ្មងគឺយើងអត់មានជាមួយនឹង content ណាសម្រាប់ engage audience នេះគេនឹងធុញអ្នកនេះដូចធុញបាទគឺគេនឹងធុញដូចអីដែលយើងកំពុងមើលទូសក់ហើយពាណិជ្ជកម្មយូរហ្នឹងគឺធុញគ្នាអញ្ចឹងបាទអញ្ចឹងគឺគេអត់ធ្វើអញ្ចឹងទេគឺអ្នកទាំងអស់គ្នាលក់តែ4បានហើយអ្នកទាំងអស់គ្នាបាទលក់តែ4បានហើយ6ទៀតអ្នកទាំងអស់គ្នាធ្វើបាទ content សម្រាប់ engage ជាមួយនឹង audience របស់យើងអញ្ចឹងខ្ញុំឧទាហរណ៍ដូចជា content បែបលេងសើចបាទ meme បាទឬក៏ព័ត៌មានអីក៏ដោយយើងអាចធ្វើការ share ជាមួយនឹង audience របស់យើងបានមិនប្រកាន់ថាអូយើងជា page លក់អីវ៉ាន់យើងជា platform លក់អីវ៉ាន់យើងត្រូវតែ point អីវ៉ាន់រហូតទេអត់ធ្វើអញ្ចឹងទេអ្នកទាំងអស់គ្នាយើងត្រូវការផុសអីវ៉ាន់ត្រឹមតែ4បានហើយអីវ៉ាន់ដែលយើងលក់ក្រៅពីហ្នឹងគឺយើងធ្វើ content មិនក៏ដោយឲ្យតែ audience យើងសប្បាយចិត្តឲ្យតែ audience យើងគឺគាត់នៅតាម follow up ជាមួយយើងរហូតយើងអាច share ជារឿងកំ pl ែងគាត់អាចធ្វើការ share អីចឹងទៅបាទធ្វើមិនឲ្យវាទាញមក relate ជាមួយនឹងអីវ៉ាន់យើងខ្លះដែរមកក៏បានដែរបាទឬក៏យើង share ជាមួយនឹងព័ត៌មានដែលកំពុងតែកើតឡើងមានអាហ្នឹងគឺល្អដូចគ្នាអញ្ចឹងធ្វើឲ្យ audience គឺគាត់អត់ធុញទេបើយើងរវល់តែមួយថ្ងៃផុសលក់រហូតគេធុញតែអ្នកគ្នាគេ unfollow ហើយបាទអញ្ចឹងគឺគេអត់ធ្វើអញ្ចឹងទេអ្នកទាំងនេះអាចធ្វើការមើលជាមួយនឹង brand ធំក៏ដោយដូចជា Coca-Cola Pepsi Gucci បាទឬក៏ brand ផ្សេងទៀតក៏ដោយបាទគឺ KFC ហ្នឹងបាទគេធ្វើវីដេអូ advertise គេអីមកគឺធ្វើមកឲ្យលក្ខណៈមានប្រកបអត្ថន័យតែណាកំ pl ែងអីតិចតួចអញ្ចឹងធ្វើឲ្យវីដេអូរបស់គេហ្នឹងគឺមានរសជាតិល្អខ្លាំងមែនទេអ្នកទាំងគ្នាបាទអញ្ចឹងអ្នកទាំងគ្នាគឺដូចគ្នាអញ្ចឹងបើសិនជាគ្នាយើងបាទបើសិនជាគ្នាយើងគិតតែផុសលក់គិតតែផុសអីចឹងបាទគឺអត់បានអីទេបាទគិតតែផុសលក់គិតតែផុសអីវ៉ាន់យើងរហូតគឺគេធុញខ្លាំងមែនតើបាទអញ្ចឹងអាហ្នឹងគឺ strategy 6 លើ 4 6 លើ 4 បាទអញ្ចឹងអ្នកទាំងគ្នាធ្វើការ apply តាមហ្នឹងទៅខ្ញុំនិយាយប្រាប់គ្នាយើងហ្នឹងលក់តែ4បានហើយ6ទៀតធ្វើ content ឲ្យគេនៅ engage ជាមួយយើងអូខេអញ្ចឹងឥឡូវយើងដល់ចំណុចមួយទៀតបាទ video strategy តើវីដេអូយើងគួរធ្វើម៉េចបាទអញ្ចឹងវីដេអូយើងគួរណាតែយើងមានតាមបទបែនផែនវីដេអូរបស់យើងអញ្ចឹងវីដេអូយើងវីដេអូខ្លះយើងអាចធ្វើជាលក្ខណៈ professional បានយើងធ្វើជាលក្ខណៈ professional ឲ្យមើលមកវាលយមើលមក standard អីបាទតាមអាចធ្វើទៅបានបើមួយទៀតយើងអាចធ្វើលក្ខណៈវីដេអូដែលប្រកបកំ pl ែងប្រកបអីហ្នឹងបាទយើងអាចធ្វើការធ្វើវីដេអូ20ហ្នឹងបានហើយកុំភ្លេចគឺ6សំខាន់មែនទេអ្នកនរគ្នាអា6វីដេអូដើមដំបូងប្រហែលនាទីដំបូងប្រហែលវិនាទីដំបូងនេះបាទ10 second ដំបូងនៃវីដេអូយើងនេះបាទឬក៏5 second ដំបូងនៃវីដេអូយើងនេះយើងធ្វើវាមកឲ្យ engage បាទគឺឲ្យល្អឲ្យហុកឲ្យចាប់ទាញចំណាប់អារម្មណ៍របស់គេបាទមិនមែនមកដល់ភ្លាមយើងប្រម៉ូទអីវ៉ាន់យើងភ្លាមអត់ទេបាទអញ្ចឹងបើសិនជាយើងចេះលេងហុកបន្ថែមគឺវីដេអូយើងគឺកាន់តែល្អកាន់តែអែមតែម្ដងបាទអញ្ចឹងអ្នកទាំងអស់គ្នាអាច consider កន្លែងហ្នឹងបានបាទបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យវីដេអូអ្នកទាំងអស់គ្នាគឺ engage កាន់តែល្អបាទហ្នឹងគឺតាក់ទងជាមួយនឹង video strategy បាទហើយក្នុងវីដេអូយើងហ្នឹងយើងអាច show ជាលក្ខណៈហុកចឹងក៏បានយើង show ជាលក្ខណៈ problem solving ក៏បានដែរដូចគេកំពុងជួបបញ្ហាអីគេមែនតើគឺយើង introduce ជាមួយនឹងអីវ៉ាន់របស់យើងថាអីវ៉ាន់យើងអាចជួយបញ្ហានឹងបានអីចឹងអញ្ចឹងអ្នកទាំងអស់គ្នាអាច apply ជាមួយនឹងstrategy នឹងបាននៅលើវីដេអូរបស់អ្នកទាំងអស់គ្នាអញ្ចឹងបាទ avoiding me so much lately. Did I do something wrong, or was it maybe something I said? I'm going crazy thinking about it. Add a little bit of spice. Didn't do anything. Avoiding me so much lately. Did I do something wrong, or was it maybe something I said? I'm going crazy thinking about it. Didn't do anything. អញ្ចឹងខ្ញុំអាចបង្ហាញគោលអ្នកទាំងអស់គ្នាអាចយកទៅ research បន្ថែមខ្លួនឯងទៅបាទតែតែបើខ្ញុំបង្ហាញអស់បាទគឺ video ខ្លាំងបាទ view ខ្លាំងមែនតើដូចវីដេអូ5ម៉ោងអញ្ចឹងបាទអាហ្នឹងគឺខ្ញុំអត់តន់ចប់ពីក្តីខ្ញុំផងខ្ញុំនិយាយច្រើនតែខ្ញុំនិយាយចោលគ្នាយើងយល់បាទអញ្ចឹងឥឡូវនេះមានប៉ុណ្្នឹងតែឥឡូវយើងទៅរកកាហ្វេសិនបាទចិត្តដល់កន្លែងកាហ្វេហើយអញ្ចឹងចាំជួបគ្នាទីទៀតនេះខ្ញុំយកកាហ្វេហើយបាទចាំយើងទៅកន្លែងហែតទៅហើយខ្ញុំនិយាយ2ចំណុចទៀតបាទនិយាយ2ចំណុចទៀតតែយើងត្រូវតែដឹងបាទ apply ទៅលើ strategy របស់យើង
alright អ្នកនរគ្នាអញ្ចឹងឥឡូវយើងមកដល់ហាងកាហ្វេឥឡូវយើងចុះទៅទិញជាមួយនឹងកាហ្វេបន្តិចសិនហើយចាំទីទៀតខ្ញុំមកវិញយើងនឹងបន្តទៅកន្លែងហាទឹកហើយយើងនឹងមកនិយាយតាក់ទងជាមួយនឹង tip យើងបន្ថែមទៀតអូខេអញ្ចឹងឥឡូវខ្ញុំទៅទិញកាហ្វេតិចសិននិយាយទៅអ្នកនរគ្នាខេះខ្ញុំស្រួលណាស់លុយខេះនេះទៅចាស់មិនក៏ខ្ញុំអត់ដូរដែរដោយសារវាស្រួលដាក់កាតកាហ្វេដាក់អីដាក់កាតគ្នាគៀក៏បានតែខ្ញុំខ្លាចបាត់ខ្ញុំដាក់តែកាតកាហ្វេទេក្នុងហ្នឹងតែអញ្ចឹងស្រួលម្យ៉ាងដែរចាឥឡូវខ្ញុំចុះទៅទិញសិនហើយចាំទីទៀតយើងមកវិញយើងទៅកន្លែងហាទឹកហើយខ្ញុំនិយាយបន្តអូខេ alright អ្នកនរគ្នាតោះឥឡូវយើងបន្តដំណើរយើងទៅមុខទៀតយើងទៅកន្លែងហាទឹកហើយយើងទៅនិយាយបន្តទៀតដូរកន្លែងច្រើនទៀតក៏ដល់ធុញអូខេចាឥឡូវអូខេឥឡូវយើងបន្តដំណើរទៅមុខទៀតទៅកន្លែងហាទឹកយើង alright អ្នកនរគ្នាចាឥឡូវយើងជិតដល់កន្លែងយើងហាទឹកហើយ alright អ្នកនរគ្នាឥឡូវយើងមកដល់កន្លែងហាទឹកហើយឥឡូវយើងសុំទៅបន្ទប់ទឹកមួយសិនដោយសារតែទប់មួយថ្ងៃហើយថ្ងៃនេះសបោចិនមកហាទៀតណាគ្នាយើងបាទអញ្ចឹងខ្ញុំសុំ voice over ឡើយនេះដោយសារតែអ្នកនរគ្នាគឺខ្ញុំfirst time ដែលថតទៅខាងក្រៅអញ្ចឹងមករៀងអត់តាន់សូវស្វាមហ្មងអញ្ចឹងកន្លែងខ្លះហ៊ាននិយាយលើខ្លះសោះហ៊ាននិយាយអញ្ចឹងមករៀងខ្វះគេមិញដំបូងអញ្ចឹងតែអីចាំមើលតែ 2-3 វីដេអូឯងអាសាដែរក្រៅគឺអូខេដល់តែអូខេហ្មង alright អ្នកនរគ្នាអញ្ចឹងឥឡូវគឺយើងបានមកដល់កន្លែងហាទឹកមិនតែអត់តាន់ហាទេដោយសារតែឥឡូវវាក្តៅពេកអញ្ចឹងឥឡូវខ្ញុំសូមធ្វើការ share អ្នកនរគ្នាឲ្យតែម្ដងទៅតាក់ទងជាមួយនឹង tip របស់យើងអញ្ចឹងយើងនៅសល់2ចំណុចទៀតដែលខ្ញុំត្រូវការ share ចែកជូនគ្នាយើងគឺទី1តាក់ទងជាមួយនឹង platform ហើយទី2តាក់ទងជាមួយនឹង source អញ្ចឹង platform ខ្ញុំនឹងនិយាយតាម platform ណាដែលយើងគួរណាតែប្រើប្រាស់ក្នុងការធ្វើជាមួយនឹងទីផ្សាររបស់យើងបាទតាម platform ណាដែលយើងគួរផុសវីដេអូផុសរូបផុសអីចឹងទៅអញ្ចឹងគឺខ្ញុំនឹងនិយាយតាក់ទងមួយ platform បន្តមកនិយាយតាក់ទងមួយ source តែយើងគួរយកវីដេអូមកពីណាតែយើងគួរយករូបភាពមកពីណាក្នុងការយកទៅផុសហ្នឹងអូខេអញ្ចឹងទី1និយាយតាក់ទងជាមួយនឹង platform អញ្ចឹងចំពោះ platform យើងមានជាមួយនឹង5 basic platform ដែលយើងធ្វើការ share ចែកជូនអ្នកនរគ្នាអធិស្ឋានមកលើសម្លេងរំខានដោយសារតែ playground នៅចិត្តនឹងដែរអញ្ចឹងក្មេងៗគាត់ពងលេងអូខេអញ្ចឹងទី1គឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងនៅ platform អញ្ចឹង platform យើងមាន5ហើយអ្នកនរគ្នាខ្ញុំជឿជាក់ថាគ្នាយើងនឹងមាន platform មួយដែលអ្នកនរគ្នា expect ខ្ពស់ថានឹងធ្វើទៅលើវាច្រើនប៉ុន្តែគឺខ្ញុំអត់ recommend អូខេអញ្ចឹងទី1គឺខ្ញុំនិយាយតែប៉ុណ្្នឹងទៅគឺ Facebook អញ្ចឹង Facebook គឺអ្នកគេក៏ស្គាល់ដែរតើអត់អូខេប៉ុន្តែគឺខ្ញុំអត់ recommend អ្នកនរគ្នាធ្វើទៅលើ Facebook ទេដោយសារអីដោយសារតែ Facebook algorithm វាឥឡូវគឺអត់ល្អទេ algorithm វាអាចនិយាយបានថាគឺវាងាប់ហើយគឺវាពិបាកក្នុងការធ្វើមែនតែនក្នុងការឲ្យងើបឡើងអញ្ចឹងគឺ Shine នឹង go viral តែ Connect គឺវាពិបាកខ្លាំងមែនតែនតតែអ្នកនរគ្នា paid បាទ boost ad បន្ថែមបាទ run ad បន្ថែមទៅអាច generate ជាមួយ engagement ក៏ដូចជា traffic ចូល website ឬក៏ sell អីចឹងទៅអញ្ចឹងគឺវាពិបាកតិចបាទគឺអញ្ចឹងគឺខ្ញុំអត់ recommend ទេសម្រាប់ beginner សម្រាប់ starter ដែលគាត់ចង់ធ្វើបាទ advertise លើ product ឬក៏ store របស់គាត់ទៅលើ platform Facebook តែសម្រាប់អ្នកដែលគាត់ជា MMO ឬក៏គាត់មាន traffic អីស្រាប់នៅក្នុង Facebook page គាត់មាន traffic មាន engagement ជាមួយនឹង bot អីស្រាប់គឺគាត់អាចយកទៅធ្វើគឺកាន់តែល្អគឺ recommend សម្រាប់អ្នកដែលគាត់មានធនធានស្រាប់ប៉ុន្តែបើសិនជាគាត់អត់ទាន់មានអីសោះគាត់ start ពី back ដូចខ្ញុំក៏ដោយដំបូងគឺខ្ញុំអត់មានអីទេប៉ុន្តែការចំណងខ្ញុំធ្វើគឺ algorithm របស់ Facebook គឺនៅល្អវាអាចមាន shine go viral ដែលយើងមិនចាំ boost បានប៉ុន្តែឥឡូវនេះគឺអត់ទេលោកតាតែអ្នកទាំងអស់គ្នាធ្វើការ paid ad បើហៅ content យើងល្អទៀតបានយើងអាច shine to go viral បានហើយបើសិនជាអ្នកទាំងអស់គ្នា boost ad អ្នកទាំងអស់គ្នាគឺវាថ្លៃខ្លាំងមែនតើចំពោះ Facebook បាទគឺវាអត់ធូរថ្លៃទេបាទអ្នកទាំងអស់គ្នាដឹងហើយអ្នកទាំងអស់គ្នាធ្លាប់ធ្វើការ run ad ទៅលើ Facebook នៅស្រុកខ្មែរគឺវាមិនសូវថ្លៃមែនទេបាទ ad ខ្លះគឺវារៀងគួរសក់ដែរចឹងទៅប៉ុន្តែនៅស្រុកអាមេរិកបាទអូស្ត្រាលីកាណាដាជឺម៉ែនអីនេះបាទគឺ ad ថ្លៃខ្លាំងមែនតើអាចខុសពីយើង5ដងទៅ10ដងឯណោះបាទតាមប្រភេទ event ដែលយើងធ្វើការ run អញ្ចឹងគឺវាពិបាកមែនតើក្នុងការ generate ជាមួយនឹង profit បាទក្នុងការ generate ជាមួយនឹងprofit អូខេអញ្ចឹងគឺខ្ញុំអត់ recommend ទេសម្រាប់អ្នកដែលគាត់អត់មានបាទជាមួយនឹង traffic ស្រាប់បាទអញ្ចឹងអ្នកទាំងអស់គ្នាអាច skip បានបាទយើងមិនចាំធ្វើទៅលើវាយើងធ្វើក៏ធ្វើទៅយើងផុសចោលទៅ
ប៉ុន្តែយើងមិនចាំថាដាក់កាយអ្នកចិត្តទៅលើវា expect ទៅលើវាខ្លាំងពេកទេចំពោះ Facebook ណាឥឡូវនេះខ្ញុំនិយាយពី platform 4ផ្សេងទៀតដែលអ្នកទាំងអស់គ្នាអាចធ្វើការសម្លឹងមើលបានអញ្ចឹង platform 4ទៀតហ្នឹងគឺទី1យើងមានជាមួយនឹង IG បាទគឺបងប្អូនរបស់ Facebook ហ្នឹងបាទអញ្ចឹងចំពោះ IG បាទយើងប្រើជាមួយនឹង platform IG ហ្នឹងយើងប្រើទៅលើ IG Reel បាទ IG Reel ក្នុងការផុសជាមួយនឹងវីដេអូខ្លីៗហ្នឹងអ្នកទាំងអស់គ្នាដូច TikTok អញ្ចឹងណាបាទអញ្ចឹងចំពោះ IG Reel គឺល្អខ្លាំងមែនតើបាទគឺល្អអ្នកទាំងអស់គ្នាអាចមាន chance to go viral ហើយអ្នកទាំងអស់គ្នាមិនចាំ boost លើ Facebook ក៏បានដែរបាទឲ្យតែអ្នកទាំងអស់គ្នាធ្វើ content ល្អ engagement ល្អមានហុកមានអីដូចខ្ញុំបានរៀបរាប់អញ្ចឹងគឺអ្នកទាំងអស់គ្នាមាន chance to go viral បាទអញ្ចឹងទី1គឺ គឺ IG Reel ហើយចំពោះ account អ្នកទាំងអស់គ្នាសួរខ្ញុំថាបងពេលខ្ញុំធ្វើអញ្ចឹងខ្ញុំគួរបង្កើត account អាមេរិកឬក៏បង្កើត account ស្រុកគេនឹងអត់បាទសម្រាប់ខ្ញុំអ្នកទាំងអស់គ្នាបងអ្នកទាំងអស់គ្នាចង់បង្កើតក៏បង្កើតទៅវាកាន់តែល្អប៉ុន្តែបើថាអ្នកទាំងអស់គ្នាអត់ចេះបង្កើតអត់អាចបង្កើតបានទេយើងប្រើតែ account ស្រុកខ្មែរក៏បានដែរសំខាន់អីគេសំខាន់ទៅលើ content របស់យើង content យើងខំប្រឹងធ្វើទៅបែបណាគឺវានឹងរុញទៅ audience ប្រភេទហ្នឹងឯអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាបើសិនជាមាន audience នៅខ្មែរស្រាប់ហើយយើងស្ដាយ like ស្ដាយ follower អីអ្នកទាំងអស់គ្នាមិនចាំធ្វើទេមិនចាំយក account ដែលមាន follow ខ្មែរអីទៅធ្វើទេបាទមិនចាំស្ដាយ like ស្ដាយ follow នឹងទេទៅចិត្ត build from scratch វិញប៉ុន្តែយើងដាក់គោលដៅយើងទៅប្រទេសទាំងអស់ហ្នឹងបាទបើសិនជាយើងយក follow ខ្មែរទៅ engagement វារុញទៅខ្មែរគ្នាឯងទេអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ទេបាទអញ្ចឹងខ្ញុំ recommend អញ្ចឹងគឺ IG Reel ហើយអ្នកទាំងអស់គ្នាចង់បង្កើតមិនក៏បង្កើតទៅaccount អាមេរិកក៏បាន account អូស្ត្រាលី account អីក៏បាន account ខ្មែរក៏បានដែរសំខាន់លើ content របស់យើងហើយបើ account ចាស់ៗទុកចោលមិនចាំយកមកធ្វើវិញទេគឺវាដាស់អត់ល្អទេអ្នកទាំងគ្នាចាញ់ account ថ្មីទេយើងសុខចិត្តពិបាកអាពេលដំបូងហ្នឹងប៉ុន្តែយើងព្យាយាម stay consistent ដូចខ្ញុំនិយាយអញ្ចឹងមួយខែដំបូងយើងមិនចាំ boost មិនចាំអីទេយើងធ្វើឲ្យ consistent ទៅមួយថ្ងៃមួយផុសមួយថ្ងៃពីរផុសអីចឹងទៅជារៀងរាល់ថ្ងៃទៅនឹងអាចមានជាមួយនឹងវីដេអូណាមួយអាចផ្ទុះបាទអញ្ចឹងគឺតែផ្ទុះមួយហើយគឺងាយស្រួលហើយយើងអាច boost បន្ថែមតិចតួចទៅគឺវាកាន់តែល្អថែមទៀតអញ្ចឹងទី1 IG Reel ទី2គឺ TikTok បាទអញ្ចឹងគឺ TikTok អ្នកទាំងអស់គ្នាគឺអាចធ្វើដូច IG អញ្ចឹងបាទខ្ញុំអត់មានអីនិយាយច្រើននេះពីហ្នឹងគឺវាស្តីគ្នាទេ IG អ្នកទាំងអស់គ្នាមិនចាំផុសរូបអីផុសមួយទៅបានទេយើងសំខាន់គេគឺ Reel បាទគឺវីដេអូខ្លីៗហ្នឹងអញ្ចឹងដូច TikTok ដែរហ្នឹងអញ្ចឹងយើងអាចយកវីដេអូពី Reel របស់យើងយកទៅដាក់នៅក្នុង TikTok យើងក៏បានដូចគ្នាបាទហើយចំពោះការធ្វើហ្នឹងក៏អត់តែ consistent ដូចខ្ញុំនិយាយអញ្ចឹងទៅបាទយើងមិនចាំតន់បោះចាំអីទេព្រោះយើងអត់តន់ចង់ចំណាយដើមទុនច្រើនបាទទី3គឺ YouTube Short បាទអញ្ចឹងគឺអ្នកទាំងអស់គ្នាមើលរំលងជាមួយនឹង YouTube Short ប៉ុន្តែគឺសម្រាប់ខ្ញុំគឺអត់ទេអ្នកនរ YouTube Short គឺល្អខ្លាំងយកតែមែនតែម្ដងនិយាយទៅ audience បាទ cost audience ដែល drive ចេញពីYouTube Short ណាអ្នកនរបាទគឺសិតតែ loyal audience បាទ loyal customer គឺគាត់មើលហើយទិញដល់ភាគច្រើនគឺទិញខ្ញុំអាចសន្មតបានថាមើល10នាក់អាចទិញ6ទៅ7នាក់បាទ view វាតិចមែន view វាមិនសូវច្រើនមិនត្រូវផ្ទុះដូច IG ឬក៏ TikTok អីច្រើនទេប៉ុន្តែគឺសិតតែ loyal customer ទាំងអស់ចំពោះ TikTok ឬក៏ IG បាទចំពោះ TikTok ឬក៏ IG បាទ view វាអាចច្រើនជាង YouTube Short ឆ្ងាយបាទអាចច្រើនជាង YouTube Short ឆ្ងាយប៉ុន្តែគឺ customer នេះបាទគឺ audience នេះគឺសិតមើលចោលទេបាទអាចទិញអ្នកទិញខ្ញុំអាចនិយាយបានថា4ទៅ5នាក់ទេក្នុងចំណោម10នាក់អីចឹងបាទអញ្ចឹងគឺវាតិចជាង YouTube Short វាអាចចូលទៅ6 7នាក់អីចឹងទៅវាច្រើនដែរអញ្ចឹងណាបាទចាហ្នឹងចំពោះYouTube Short អញ្ចឹងមិនគឺមានជាមួយ IG Reel TikTok ហើយជាមួយនឹង YouTube Short អញ្ចឹងគឺខ្ញុំ recommend 3 platform ហ្នឹងបាទហើយមួយទៀតនោះគឺចុងក្រោយគេគឺ Pinterest អញ្ចឹង Pinterest គឺល្អមែនតើសម្រាប់គ្នាយើងដែលគាត់ចង់ upload ជាមួយនឹងរូបភាពបាទអញ្ចឹងចំពោះគាត់ចង់ upload ជាមួយនឹងរូបភាពគឺគាត់អាចធ្វើការ upload ចូលទៅក្នុង Pinterest បានបាទអញ្ចឹងចំពោះ Pinterest គឺខ្ញុំមានអីនិយាយច្រើនទេបាទគឺយើងខំព្យាយាម upload ទៅលើរូបភាពឲ្យបានច្រើនទៅលើហ្នឹងបាទយើង edit ឲ្យ clean ឲ្យស្អាតល្អយើងដាក់នៅក្នុង Pinterest ហ្នឹងទៅបាទហើយ customer ដែលdrive ចេញពី Pinterest ហ្នឹងក៏ភាគច្រើនក៏ loyal customer ដែរអ្នកទាំងគ្នាហើយ algorithm វាក៏ល្អដូចគ្នាអញ្ចឹងអ្នកទាំងគ្នាអាចសាក4ហ្នឹងទៅ IG Reel TikTok YouTube Short ហើយជាមួយនឹង Pinterest សម្រាប់ upload ជាមួយនឹងរូបភាពបាទខ្ញុំមានជាមួយនឹងខ្ញុំមានជាមួយនឹង platform បាទមើលចិនហែទឹកខ្ញុំមានជាមួយនឹង platform មួយចំនួនទៀតប៉ុន្តែហ្នឹងគឺវា advanced បាទសម្រាប់ neighborhood សម្រាប់អីចឹងណាអាហ្នឹងគឺយើងក៏អាច try sell បានដែរតែអាហ្នឹងចាំមើល
មានឱកាសយើងចៃតើតមួយប្រភេទ app ក្នុងទៀតដោយសារ app នោះវាមិនសូវល្បីទេប៉ុន្តែសម្រាប់អ្នក neighborhood អ្នកអីគេចូលអាសាចូល check មើល connection គ្នាអញ្ចឹងអានេះក៏យើងអាចលក់លើនោះបានដែរតែវាពិបាកប្រើបន្តិចនេះយើងស្គាល់តែពពួក platform ធំអញ្ចឹងខ្ញុំ recommend តែ platform ធំតែ platform ធំក៏ខ្ញុំប្រើច្រើនដែរតែខ្ញុំនិយាយហ្នឹងមិនខ្ញុំអត់ប្រើខ្ញុំចេះតែនិយាយទេណាបាទអូខេអញ្ចឹងចំពោះ platform គឺមានតែប៉ុណ្្នឹងទេឥឡូវយើងនិយាយចាក់តទៅជាមួយនឹង source ម្ដងអញ្ចឹងតើយើងយករូបភាពមកពីណាតើយើងយកជាមួយនឹង video មកពីណាក្នុងការមក upload នៅលើsocial media របស់យើងហ្នឹងអូខេអញ្ចឹងចំពោះរូបភាពឬក៏វីដេអូគឺយើងអាចមាន4ប្រភពមាន4ប្រភពដែលយើងអាចយកបានបាទដាក់យើងអាចយកវីដេអូឬក៏រូបភាពមកពី4ប្រភពហ្នឹងបានតែទី1ហ្នឹងគឺ supplier អញ្ចឹងចំពោះ supplier អ្នកទាំងអស់គ្នារូបភាពមកពីគាត់គឺវា limited បាទគឺវាមានចំនួនតិចតួច limit ខ្លាំងមែនតើវីដេអូក៏ limit ដូចគ្នាហើយ quality ពេលខ្លះស្អាតពេលខ្លះវាមិនសូវស្អាតទេអញ្ចឹងទៅអញ្ចឹងគឺចំពោះ supplier គឺអ្នកទាំងអស់គ្នាអាចធ្វើការ start ដំបូងអាចយកពីរូបពីពួកគាត់យកពីវីដេអូពីពួកគាត់ប៉ុន្តែយើង edit បន្ថែមហាមយកទាំងដុលទៅផុសទាំងដុលដោយសារអីដោយសារតែនៅពេលដែលយើងយកទៅផុសទាំងដុលវាអាចជាប់ copyright ដោយសារតែមិនមែនមានតែយើងម្នាក់ទេដែលយកវីដេអូឬក៏រូបថតចេញពី supplier ដូចជា CJ ដូចជាអីយកមកផុសហ្នឹងបាទអញ្ចឹងគឺមាន store គេច្រើនទៀតគេយកមកដែរអញ្ចឹងគឺអ្នកទាំងអស់គ្នាបើសិនជាយកមកយើងអត់មាន edit អីសោះយើងយកមកគ្រាន់តែធ្វើការផុសយកហ្មងទេអាហ្នឹងគឺអាចជាប់ copyright បាទអាចជាប់ copyright ដោយសារយកច្រើនគ្នាពេកអញ្ចឹងគឺខ្ញុំអត់ recommend អ្នកទាំងអស់គ្នាយកមកទាំងដុលទេបើចង់យកអាចធ្វើការ edit បន្ថែមតិចតួចទៅអូខេទី2គឺយើងអាចប្រើជាមួយនឹងពពួកwebsite មួយចំនួនដែល offer ជាមួយនឹងវីដេអូធ្វើផលិតក្នុងការផលិតវីដេអូនិយាយច្រឡំអញ្ចឹងទី1មិញ supplier តើ supplier គឺយើងអត់អស់លុយទេយើងអាចយកវីដេអូពីគាត់បានតែទី2នេះគឺយើងអស់លុយបាទនៅសម្រាប់អ្នកដែលគាត់មាន budget ខ្ពស់គាត់ចង់បាន quality វីដេអូល្អបាទហើយគាត់ចង់បានលក្ខណៈលយអីចឹងអាចធ្វើការប្រើជាមួយ website មួយចំនួនដូចជា website viral e-com អីចឹងទៅក្នុងការធ្វើជាមួយនឹង ad វីដេអូអ្នកទាំងអស់គ្នាបាទ viral e-com ad ណាអាចប្រើជាមួយនឹងប្រភេទចឹងទៅក្នុងការឲ្យពួកគាត់ធ្វើជាមួយនឹងវីដេអូអីវ៉ាន់របស់យើងបានប៉ុន្តែគ្រាន់និយាយថាវាក៏ថ្លៃដែរក្នុងការធ្វើបាទដូចខ្ញុំនិយាយសម្រាប់ខ្ញុំក៏ធ្លាប់ប្រើជាមួយនឹងសេវាកម្មរបស់ពួកគាត់ដែរបាទវីដេអូចេញមកមួយគឺល្អគឺស្អាតបាទប៉ុន្តែវាថ្លៃដែរអញ្ចឹងគឺសម្រាប់យើង beginner យើងមិនចាំទៅចំណាយលុយច្រើនទេអាហ្នឹងគឺយើងអាច consider នៅពេលក្រោយនៅពេលដែល business យើងគឺ scale ហើយចាំយើងគិតគូរឬនឹងតាមក្រោយទៀតអញ្ចឹងគឺសូមអ្នកថាចុំទី1ក៏បងអាចចង់ឲ្យខ្ញុំប្រើដែរដោយសារតែវាខ្លាច copyright ទី2បងអាចចង់ខ្ញុំប្រើទៀតដោយសារតែចំណាយច្រើនបាទអញ្ចឹងចង់បងឲ្យខ្ញុំប្រើគេវិញតែអញ្ចឹងទី3បាទទី3អ្នកនរយកទៅប្រើបានទី3គឺអ្នកនរទិញជាមួយនឹង event sample ណាមួយដែលអ្នកនរគិតថាអាចលក់ដាច់នឹងយកមកថតដល់ខ្លួនឯងយកមកធ្វើវីដេអូដល់ខ្លួនឯងអញ្ចឹងអាហ្នឹងគឺជំរឿសវាល្អខ្លាំងមែនតើបាទបើទី1គឺ limited បាទ supplier យើងមានរូបដែលកំណត់បើទី2គឺយើងចង់បានបន្ថែមត្រូវការ pay លុយឲ្យគេបន្ថែមក្នុងការផលិតវីដេអូរបស់យើងក្នុងការជួលជាមួយនឹង video agency ឬក៏ពួកអ្នកថត UGC អីចឹងទៅអញ្ចឹងគឺវាអស់ច្រើនបាទអញ្ចឹងទី3គឺវាអត់សូវអស់ហ្មងទេយើងទិញតែ sample អីវ៉ាន់មួយមកឧទាហរណ៍ថានេះអូខេអីយ៉ានេះដបទឹកឡើយឧទាហរណ៍ដបទឹកនេះខ្ញុំគិតថាវាអាច go viral អញ្ចឹងគឺខ្ញុំនឹងធ្វើការ order sample វាបាទហើយយើងយកមកថតឲ្យខ្លួនឯងបាទថតរូបភាពថតវីដេអូថតអីថតទៅហើយយើងអាចមានក្នុងការសិទ្ធិក្នុងការថតគឺ unlimited គឺអ្នកនរអាចថតមិនក៏បានដែរយើងមាន idea យើងមាន creativity ដែលខ្លួនឯងយើងអាចថតទៅតាមហ្នឹងអញ្ចឹងទៅអញ្ចឹងគឺល្អមែនតើសម្រាប់គ្នាយើងដែលគាត់ចង់ចំណាយតិចហើយបានលទ្ធផលល្អគឺខ្ញុំ recommend ឲ្យទិញ sample យកមកថតបាទមិនមែនថាមួយហាងទិញគ្រប់ទេណាអ្នកគ្នាលក់មួយហាងលក់10 20 product ទិញមកទាំងអស់មិនមែនទេ10 20 product យើងទិញត្រឹមតែ 3 4 product អីចឹងទៅបើអ្នកនរធ្វើ one store product យើងទិញតែមួយមកយកមកថតមកបាទ
họ làល្អtớiវាអាចទាញផ្សេងទៀតហើយបាទអញ្ចឹងគឺខ្ញុំនិយាយអញ្ចឹងគឺអាហ្នឹងគឺល្អមែនតើហើយខ្ញុំក៏កំពុងតែប្រើអាហ្នឹងច្រើនដែរឥឡូវហ្នឹងខ្ញុំយូរជួលគេម្ដងទេបាទយូរជួលគេម្ដងទេឥឡូវភាគច្រើនគឺខ្ញុំទិញ sample event ខ្លួនឯងហើយខ្ញុំយកមកថតឲ្យខ្លួនឯងបាទអញ្ចឹងអាហ្នឹងគឺវាចំណាយតិចហើយគឺវាបានលទ្ធផលលេងច្រើនដែរ alright អ្នកនរគ្នាអញ្ចឹងដល់ចំណុចទី4ចំណុចទី4ហ្នឹងក៏ល្អមួយយ៉ាងដែរអ្នកនរគ្នាហើយខ្ញុំក៏ចាប់ដើមប្រើជាមួយនឹងចំណុចទី4ដូចគ្នានៅពេលដែល store របស់យើង generate sales បានតិចតួចអញ្ចឹងណាបាទអញ្ចឹងចំណុចទី4នេះយើងអាចធ្វើការបាទ collab ជាមួយនឹង small influencer នៅលើ IG បាទគឺខ្ញុំ recommend នៅលើ TikTok ទេដោយសារតែ 10k នៅលើ TikTok វាមិនសូវលុយយ៉ាងលើ IG មែនទេអញ្ចឹងក្រុម 10k ឬក៏ក្រុម 20k ក៏បានដែរដែលយើងអាចតាក់ទងបានយើងអាចធ្វើការតាក់ទងគាត់ប៉ុន្តែយើងអត់ធ្វើការឲ្យលុយគាត់ក្នុងការផលិតវីដេអូដូចជាយើងជួលជាមួយនឹង agency ឲ្យធ្វើវីដេអូឬក៏ជួលអ្នក UGC content creator ធ្វើជាមួយវីដេអូអីទេបាទអញ្ចឹងចំណុចទី3ហ្នឹងចំណុចទី4ហ្នឹងគឺយើង collab ជាមួយគាត់ដែលយើងឲ្យជាភាគរយបាទនៃ sale របស់យើងហ្នឹងអញ្ចឹងយើងអាចឲ្យគាត់ 20% ឬក៏ 30% នៃតម្លៃ profit អីចឹងទៅបាទអាហ្នឹងអាស្រ័យទៅលើការ negotiate យើងជាមួយនឹងពួកគាត់ទេអញ្ចឹងយើងអាច reach out ទៅពួកគាត់តាមរយៈ DM នៅក្នុង IG បាទឬក៏អាចធ្វើការ email ទៅកាន់គាត់អីចឹងទៅយើងអាចធ្វើការហៅមើលទៅខ្លួនឯងជាពិសេស content creator ណាបាទ influencer ណាដែលគាត់ត្រូវជាមួយនឹង niche របស់យើងអញ្ចឹងឧទាហរណ៍ថាខ្ញុំលក់ប្រភេទប្រដាប់គៀបសក់របស់ stress របស់នារីអញ្ចឹងទៅអញ្ចឹងខ្ញុំត្រូវការហៅមើលinfluencer ណាដែលគាត់ចូលចិត្តរឿង lifestyle របស់ស្រីអញ្ចឹងបាទយើងអាចធ្វើការ contact ទៅគាត់ទៅហើយយើងកុំរកអ្នកល្បីយើងរកត្រឹមតែ 20k ចុះក្រុមហ្នឹងទៅបាទគឺអូខេហើយបាទបើយាយរកបានលើសនឹងទៅកាន់តែល្អប៉ុន្តែ negotiate ជាមួយគេគឺគេកម្រណាគឺកម្រ take ជាមួយនឹង deal ហ្នឹងខ្លាំងណាស់បាទលុះត្រាតែយើងមានលុយគេឲ្យក្រៅហើយឲ្យ commission គេទៀតអាហ្នឹងមិនគេអាចព្រមយើងទៅប៉ុន្តែបើយើងឲ្យត្រឹមតែ commission ចែកគ្នាជាមួយនឹងគេទេគឺអត់សូវទេសំខាន់small influencer ហ្នឹងគឺពួកគាត់អត់ខ្វល់រឿងលុយទេសំខាន់គាត់ចង់ build ជាមួយនឹង credit របស់គាត់អញ្ចឹងអ្នកនរគ្នាអាចធ្វើការ contact ទៅពួកគាត់ទៅហើយឲ្យពួកគាត់ប្រាប់គាត់ថាយើងចង់ធ្វើបែបនេះបែបនោះចឹងទៅយើងឲ្យ share គាត់1%នៃតម្លៃរបស់យើងចឹងទៅអញ្ចឹងយើងអាចមានជាមួយនឹង agreement អីច្បាស់លាស់ជាមួយពួកគាត់តែយើងអាចទៅសេអញ្ចឹងណាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេតាក់ទងជាមួយនឹងចំណុចទី4ហ្នឹងអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនគ្នាយើងសង្ឃឹមថាអ្នកទាំងគ្នា enjoy ជាមួយនឹងវីដេអូមួយនេះបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងគ្នាយកទៅអនុវត្តហើយដូចខ្ញុំនិយាយអញ្ចឹងអ្នកទាំងគ្នាត្រូវ stay consistent ខែដំបូងយើងមិនចាំធ្វើការ boost អីអស់លុយច្រើនទេបាទខ្ញុំអាចនិយាយបានថាខែទី1ខែទី2ហ្នឹងបាទយើងចោលទៅបាទយើងខំប្រឹងធ្វើឲ្យទៀងទាត់ consistent យើងក្រជាមួយនឹង product ណាដែលស័ក្តិសមជាមួយនឹងយើងកុំធ្វើបានតែមួយឆាយអញ្ចឹងណាបាទ stay consistent ព្រោះឯនេះហើយដឹងស្រាប់ឯងដូចខ្ញុំអញ្ចឹងខ្ញុំដំបូងខ្ញុំចំណាយពេលរហូតដល់ 8k ក្នុងការរៀនពីវាតម្រាំខ្ញុំបាន first sale ប៉ុន្តែឥឡូវគឺអត់ទេអ្នកនរគ្នាគឺមាន platform ច្រើនមែនតើដែលវាល្អអញ្ចឹងចឹងអ្នកនរគ្នាអាចធ្វើការshare ជាបន្ថែមទៀតអូខេខ្ញុំអាចនិយាយថាវីដេអូខ្ញុំគឺអាច cover បាន 100% ទេគឺវា cover តិចតួចមែនតើបាទហើយខ្ញុំនិយាយតែគោលទេអ្នកទាំងនេះធ្វើការ research ឲ្យបន្ថែមខ្លួនឯងទៅបាទអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនគ្នាយើងសម្រាប់ការមើលវីដេអូនេះហើយកុំភ្លេចជួយ subscribe ជួយ like ជួយ share នៅមួយផងហើយអធិស្ឋានផងវីដេអូដំបូងដើរមកក្រៅអញ្ចឹងរៀងដូចមិនទេអ្នកទាំងនេះបាទអត់ទាន់សូវ start ទេបាទរៀងអៀនខ្មាស់គេដែរអូខេព្រោះខ្ញុំអត់ដែរធ្វើការវីដេអូនៅក្រៅទេខ្ញុំទៅណាទៅនេះខ្ញុំដើរទៅ enjoy ជីវិតខ្ញុំដើរទៅមុខកាមេរ៉ាទេខ្ញុំថតនៅក្នុងបន្ទប់ទេតែឥឡូវនេះដូរបរិយាកាសបាទហើយអ្នកទាំងគ្នាផ្លែកភ្នែកហើយណាមួយគឺខ្ញុំអត់សូវមានពេលអញ្ចឹងខ្ញុំឆ្លៀតពេលហ្នឹងយកមកថតចែកជួយគ្នាយើងតែម្ដងទៅអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនគ្នាយើង